Hello everyone, it's Andre from SWL. Propagation hasn't been great here this past weekend, and apparently from lots of reports I'm receiving on my channel in the Northern Hemisphere for a couple of weeks now, propagation hasn't been great. Here, mostly it's okay still, but this weekend I've noticed the K-index was very high again, wasn't great. But I got these two interesting catches. It's Radio Free Asia, so this confirms that they are still on air. It's Radio Free Asia in Khmer, Cambodian, and Radio Free Asia in Korean. And both of these come from Baochung in Taiwan. លោកអ្នកនាងជាទីមេត្រីវិទ្យុអាស៊ីសេរីនឹងចេញផ្សាយផតខាសកម្ពុជាសប្តាហ៍នេះនៅរៀងរាល់ព្រឹកថ្ងៃសៅរ៍ម៉ោងនៅកម្ពុជានៃសប្តាហ៍នីមួយៗបាទកម្មវិធីផតខាសនេះរៀបចំដោយនាយកនិងនាយករងនៃកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីជាភាសាខ្មែរគឺលោកប៉ាន់ប៉ូលីនិងលោកជុនច័ន្ទបតសូមប្រិយមិត្តស្វែងរកនិងស្ដាប់ផតខាសរបស់យើងនៅលើកម្មវិធី podcast របស់ Apple, Google និង Spotify ដោយគ្រាន់តែសរសេរពាក្យថាកម្ពុជាសប្តាហ៍នេះឬ Cambodia This Week នៅក្នុងប្រអប់ស្វែងរកយើងក៏នឹងចាក់ផ្សាយកម្មវិធី podcast នេះឡើងវិញនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់យើងតាមបណ្ដាញសង្គម Facebook, YouTube និង Telegram នៅរៀងរាល់យប់ថ្ងៃច័ន្ទម៉ោងនៅកម្ពុជាបាទសូមអរគុណលោកអ្នកនាងជាទីមេត្រីនៅក្នុងឱកាសនេះដែរខ្ញុំបាទសូមថ្លែងអំណរគុណដល់លោកអ្នកនាងកញ្ញាទាំងអស់ដែលតែងតែមានភក្ដីភាពចំពោះការផ្សាយរបស់យើងហើយចាត់ទុកការស្ដាប់វិទ្យុអាស៊ីសេរីគឺជាផ្នែកមួយនៃសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នកនាងគឺការគ្រប់គ្រងរបស់លោកអ្នកនាងនេះហើយដែលធ្វើឲ្យយើងខ្ញុំមានទឹកចិត្តកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងការស្វែងរកនិងផ្តល់ព័ត៌មានជូនលោកអ្នកនាងមានអ្នកស្ដាប់អ្នកទស្សនាកាន់តែច្រើនកាន់តែធ្វើឲ្យយើងខ្ញុំមានភាពស្វាហាប់មុខជាបន្តទៅទៀតយើងខ្ញុំសូមអរគុណទុកជាមុនហើយសូមអញ្ជើញលោកអ្នកនាងកញ្ញាទាំងអស់ចូលរួមជំរុញឲ្យសកម្មភាពផ្តល់ព័ត៌មានយើងនេះកាន់តែជោគជ័យបន្ថែមទៀតលោកអ្នកនាងអាចជួយយើងខ្ញុំបានដោយគ្រាន់តែចែកចាយរំលែកឬមួយក៏ share ការផ្សាយរបស់យើងនៅលើបណ្ដាញសង្គម Facebook និង YouTube ទៅកាន់មិត្តភ័ក្តិដើម្បីឲ្យការផ្សាយរបស់យើងបានទៅដល់មនុស្សកាន់តែច្រើនបាទសូមអរគុណលោកអ្នកនាងជាទីមេត្រីការផ្សាយរយៈពេល1ម៉ោងរបស់វិទ្យុអាស៊ីសេរីចប់ត្រឹមតែប៉ុណ្ណេះយើងខ្ញុំសូមអភ័យទោសលោកអ្នកនាងជាថ្មីម្ដងទៀតចំពោះបញ្ហាបច្ចេកទេសដែលមិនអាចឲ្យយើងចាក់ផ្សាយព័ត៌មានប្រចាំថ្ងៃនេះបានបាទយើងកំពុងប្រឹងប្រែងដោះស្រាយបញ្ហានេះហើយសង្ឃឹមថានឹងអាចចាក់ផ្សាយព័ត៌មានប្រចាំថ្ងៃជូនដល់លោកអ្នកនាងស្ដាប់ក្នុងកម្មវិធីផ្សាយបន្តទៀតបាទក្រុមការងារនៃវិទ្យុអាស៊ីសេរីសូមជូនពរដល់លោកអ្នកនាងកញ្ញាទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយបាទសូមអរគុណនិងសូមជម្រាបលា Andre the man from a land so wide.